មានដើមឈើធំមែនតើនៅក្នុងប៉ែតមួយនៅកណ្ដាលប៉ែតហ្មងអាចដើមជ្រៃមិនដឹងឬដើមពោមមិនដឹងទេធំថ្ងៃមួយមានអ៊ំផងម្នាក់ហ្នឹងគាត់កើតជំងឺវិបត្តិផ្លូវចិត្តហើយគាត់ឈឺច្រើនផងប៉ះចំគាត់ក្រីក្រកូនអត់សូវមកមើលថែទាំទៀតនៅយប់ហ្នឹងគ្រូពេទ្យអត់សូវមានវត្តមាននៅទីនោះគាត់ក៏បានដើរចេញពីបន្ទប់គាត់តម្រង់ទៅដើមឈើហ្នឹងគាត់ដើរជុំវិញដើមឈើហ្នឹង2-3ជុំក្រោយមកគាត់ក៏សម្រេចចិត្តចងកសម្រាប់ខ្លួននៅដើមឈើហ្នឹងនៅកណ្ដាលប៉ែតហ្នឹងតែម្ដងពេលដែលគាត់ទៅចងកហ្នឹងគឺខ្ទង់ម៉ោង3ម៉ោង4ហើយស្អែកឡើងបានគេឃើញមនុស្សញាក់ផ្អើលដោយសារតែដើមឈើនៅកណ្ដាលប៉ែតអត់សូវមានមនុស្សដើរទៅដើរមកវាអង្កត់ស្អែកឡើងមនុស្សឈូឆរផ្អើលពេញនឹងតែម្ដងថាបាត់អ្នកជំងឺបាត់អីទីបំផុតទៅរកឃើញចងកនៅដើមឈើកណ្ដាលប៉ែតចាប់តាំងពីពេលនោះមកគ្រូប៉ែតមិនថាថ្មីមិនថាចាស់ដែលធ្វើការនៅបន្ទប់ដែលទទួលគាត់ហើយជាពិសេសគឺក្រុមគ្រូពេទ្យដែលទទួលអ្នកជំងឺសង្គ្រោះបន្ទាន់ ICU ណាចាប់ផ្ដើមជួបហេតុការណ៍ចម្លែកមានគ្រូពេទ្យម្នាក់ហ្នឹងគឺគាត់តែផ្លាស់ប្ដូរចូលមកថ្មីយប់ដែលគាត់យាមហ្នឹងគាត់មានអារម្មណ៍ថាមាននរណាគេម្នាក់កំពុងតែឈរសម្លឹងមើលគាត់បន្ទប់ ICU ហ្នឹងគឺនៅប្រឆិតជាមួយនឹងកន្លែងដើមពោហ្នឹងដែលតានឹងចងកហ្នឹងប៉ុន្តែធម្មតាគេបិទបាំងវាំងននបាំងអីចឹងទៅតែនៅយប់ហ្នឹងគឺគាត់ចេះតែមានអារម្មណ៍ថាមានមនុស្សឈរមើលគាត់ធ្វើការយូរមួយសន្ទុះទៅស្រាប់តែដល់ម៉ោង4គាត់រៀបនឹងទៅគេងអីគឺគាត់មានអារម្មណ៍ថាច្បាស់លាស់មែនតើព្រោះមនុស្សនៅពេលអារម្មណ៍ខ្លាចផងអត់ហ៊ានងាកទៅត្រង់ទេតែដល់ពេលហ្នឹងគឺគាត់ដាច់ចិត្តថាងាកមើលហ្មងដល់ពេលងាកទៅឃើញមែនមានមនុស្សប្រុសម្នាក់សក់សកំពុងតែឈរនៅក្បែរប្អួយកញ្ចក់ហ្នឹងតែក៏មិនមើលទៅគួរឲ្យខ្លាចអីដែរហើយគាត់ក៏អត់ដែរឃើញអត់ដែរស្គាល់អ៊ំប្រុសម្នាក់ហ្នឹងដែរគាត់គិតថាត្រឹមតែជាអ្នកជំងឺទៅដឹងគាត់ជួនអីនៅពេលហ្នឹងគឺមានអ្នកយាមជាមួយគ្នាហ្នឹងដើរចូលទៅក្នុងបន្ទប់ហ្នឹងជាមួយគ្នាឃើញម្នាក់ស្រីហ្នឹងពងតែផ្លឹកអ្នកដើរចូលទៅហ្នឹងក៏សួរថាណែមើលអីផ្ទះស្មាអញ្ចឹងណាគាត់ក៏ភ្ញាក់ឡើងក៏ប្រាប់ថាអូឃើញអ៊ំប្រុសម្នាក់ដែលកំពុងតែឈរនៅកន្លែងមាត់ប្អួយកញ្ចក់ហ្នឹងអត់អ្នកហ្នឹងងាកទៅពឹមផ្លឹកមកទទួលហើយលេងមាត់លេងកហត់ចេញពីបន្ទប់ហ្នឹងហ្មងឃើញបែបហ្នឹងអ្នកគ្រូពេទ្យហ្នឹងក៏ហត់ទៅតាមហត់ទៅណាគាត់ក៏ងាកមកវិញប្រាប់ថាចាំស្អែកចាំប្រាប់តោះទៅដេកសិនណាយប់3ចាំការទៀតហើយចាំផឹកចាំនិយាយគ្នាមិនស្រួលហើយសួរថានៅពេលដែលជួបហេតុការណ៍បែបហ្នឹងអ្នកគ្រូពេទ្យហ្នឹងគាត់គេងលក់អត់បើនិយាយប្រាប់ថាចាំស្អែកចាំប្រាប់អញ្ចឹងតែគាត់ត្រូវបន្តការងារវេនយាមរបស់គាត់ហើយគាត់អត់ដឹងថារឿងអីដែលគេនឹងប្រាប់ទេគាត់ក៏ធ្វើការបន្តអញ្ចឹងទៅហើយវេនយាមជាទូទៅនៅកន្លែងវេនយាមរបស់គាត់ហ្នឹង4យប់ទៅយាមម្ដង4យប់ទៅយាមម្ដងបានថាការដែលជួបជាមួយនឹងគ្រូពេទ្យម្នាក់ដែលប្រាប់ថាចាំស្អែកចាំប្រាប់ហ្នឹងអាចមានឱកាសដល់តែ4-5ថ្ងៃទៀតទៅបានជួបអ្នកគ្រូហ្នឹងម្ដងទៀតអញ្ចឹងនៅក្នុងកំឡុងពេលដែលគាត់យាមហ្នឹងគាត់បានទៅជំនួសឲ្យមិត្តភក្តិរបស់គាត់ម្នាក់ទៀត2ថ្ងៃក្រោយមកដោយសារតែពេលហ្នឹងគឺអត់មានអ្នកជំងឺច្រើនទេចូលនៅក្នុងបន្ទប់ហ្នឹងនៅយប់ហ្នឹងគឺស្ងាត់មែនតើអញ្ចឹងគាត់ក៏ឆ្លៀតពេលចូលទៅសម្រាកណាហើយថាបើមានអ្នកជំងឺចូលមកប្រកាសជាគេមកដែរគាត់ក៏ឆ្លៀតពេលចូលទៅគេងកន្លែងដែលគេដាក់ក្រែចោលព្រោះនៅក្នុងបន្ទប់ ICU តែងតែមានកន្លែងបន្ទប់ដាក់ក្រែចោលដើម្បីតម្រៀបក្នុងការមកទទួលអ្នកជំងឺគាត់ក៏សុកចិត្តទៅគេងនោះខែចុងគេដើម្បីអីគេបើសិនជាមានអ្នកជំងឺមកភ្លាមគេអាចនឹងយកខែទី1និងក្រែទី2យកទៅប្រើអញ្ចឹងវាអត់ពាក់ព័ន្ធដល់ខែដែលគាត់កំពុងតែគេងកុំឲ្យរំខានការងារគាត់គេងបានមួយសន្ទុះរៀបនឹងលក់ទៅហើយហ្នឹងស្រាប់សុកព្រើបើកភ្នែកមកឃើញមនុស្សចាស់ម្នាក់កំពុងតែឈរនៅចុងខែរបស់គាត់ហើយគាត់គិតថាស្មានតែជាអ្នកជំងឺហើយគាត់ក៏សួរទៅតានឹងវិញថាមករកណាគេតាម្នាក់ហ្នឹងអត់មាននិយាយអីទាំងអស់ហ្មងដើរចេញទៅបាត់ចឹងទៅគាត់ក៏បានដើរចេញពីបន្ទប់ហ្នឹងទៅខាងក្រៅដើម្បីស្វែងរកថាតើអ្នកជំងឺហ្នឹងគេនៅខែមួយណាឬក៏មកពីណាថៃបានចូលមករកគាត់ដល់កន្លែងហ្នឹងព្រោះគាត់គឺជាអ្នកយាមដល់ពេលទៅដល់ឃើញតែរៀមច្បងម្នាក់កំពុងតែគេងហ្នឹងជាមួយគ្រូពេទ្យដតេទៀតនៅក្បែរហ្នឹងគាត់សួរថាមានអ្នកជំងឺចូលមកមែនរៀមច្បងហ្នឹងក៏ប្រាប់ថាតែអត់មានទេស្ងាត់ជ្រាបហ្នឹងមួយថ្ងៃហ្នឹងពួកយើងសំណាងដល់អត់មានអ្នកជំងឺចូលមកទេគាត់ចាប់ផ្ដើមឆ្ងល់ទៀតចុកពីណាគេចូលមកសួរគាត់មិញដល់ពេលអញ្ចឹងគាត់ក៏សួរទៅគ្រូពេទ្យហ្នឹងថាតែមិញមានអ្នកជំងឺមកឈរនៅកន្លែងចុងជើងខែខ្ញុំណារៀមច្បងហ្នឹងក៏ប្រាប់ទៀតថាអត់មានទេហើយអត់អីទេចាំស្អែកចាំនិយាយគ្នាស្អែកទៀតហើយរឿងរ៉ាវទាំងអស់ហ្នឹងកើតចេញមកពីអបិយជំនឿមួយឬក៏ការនិយាយតាមគ្នាដែលពួកយើងតែងតែឮថាមនុស្សនៅពេលដែលរិស័យដាក់តែងតែជួបប្រទះជាមួយនឹងបលឹងអូមអាបខ្មោចអីមករកជានិច្ចគឺបានថា
mà pe vật lý mà cả lại thì sạn nâng đài quạt rồi xây đã nó cứ quạt tơi na cả chuột này bà tôi bây giờ quạt mình chia mình nữa đài mơ khơi mau bị mồn màu tề hay đương ra từng on nâng cứ ca tranh mà bị nè khổ pet mà nè mua đàn đi và công bóng bảo một căn The Story Podcast Season 2 Episode 4 ngày ní cứ rương của cha bà rõm phổ nơi pe để dương kịch tới đo khmao bẩn lẫn pri bày xa dương kịch tới đo mình bẩn mãn cần lại anh tế đôi chìa bà cha đốt khmao sân tha kia thời kia bảo bong cháo ấy tiết nâng ngày vọt à hai nâng mũi cái lại anh tiết đại này vậy hơi cứ cục nít đằng tại mà đòn hai tay tại chụp bật đâu cứ cái lạnh cát nâng cái lạnh slow robot mình cứ mình tì pet là ngày hơi chiết chỉ mình ở đại khai khmoi mình là cái khai khmoi chiếng cụ pet để chưa nhau mình bạt đòi sai cái chụp cái trán khai cái hot đó từ chỉ xòm là ngày chẳng riêng thằng on ý ngày ní cứ dương ban mà pin này cụ pet mà nè để cho một đàn đi còn nhà mà dương á nèในขนมเพชรนี่คือยืนหนึ่งนอมคันนี้มันใหญ่แปะปอนหนึ่งมันตีแปดมวยกันไหลในขนมประเทศขมายบ้านนี่ใหญ่ดับชมูแปดนั่งหนาๆก็สกอร์ได้ดิฉันได้สมเละtớiกับเอานอมคันนี้คล้ายហើយ นี่ใหญ่tớiขบแปดต่างอ้อนั่งหนาๆที่ก็เชื่อได้ทำเป็นขมายพวกอะไรนั่งเนี่ยสลับก็เนินนั่งเนี่ยไอ้ก็เนินนั่งต่างอ้ออะไรซาสำหรับตกขโมยนั่นคือbởi nhung vĩnh từ món như mà hiện đại cát đi chụp lăng ở hiện đại cát món bộ dương mình đăng tháp pe na dương chư pe na dương mình chư ai khám ai miên tầm lọp môi tháp bởi chư tịch tết từ phạm xịp tòm thân nằm tái bởi cát lăng chư ngôn từ pẹt pe chư ngôn nâng ấy để dương to đầy mũi kia hết cả nơi pe để khơi như rừng đại thằng on nâng hay khuôn dương bông tè đón đạp đi đó can tàu về từ nìa tục tròn tục hỏi giặc cất mới thay dương mình đăng thay dương từ kênh kre ná nẹt ná tâm tật cái ấy mà bị ná hay kre nắng tụt tua nẹt chừng ngữ đăng bầm mạn nẹt hơi đại bạch bong chịu vật nên lời kre nắng giặc cất mới yes là ngày chân dương thọp tại lư không mà tia kre kê vinh kê đanh ở cái đâu kre bộ ấy mà kênh cái lạnh kê ấy chân chị đàm tại nơi không ní cứ mẹn chìa rương ra là bọn nẹt chừng ngữ tế cứ chỉ riêng rái rồi bọn nẹt khổ pet vinh mà đòn cứ chỉ mông mà trông tiết đại nẹt khổ pet với cá nơi nóng mình tì pet mùi nằng quạt bàn sạch xế sạch rương nít nhà mặc áo giường bạt hay quạt tụt bàn ả ròm chầm like khăng mình tên tại mà đòn nơi nóng pe về liền một đại quạt với cá nơi mình tì pet mùi nụ to tới rương ní cứ chỉ riêng đại tiện tôn chỉ mùi nằng nẹt khổ pet đàn ní đại nằng rip rop prap bị rương đồn thốt đại quạt tọt slot chỉ trơn hay quạt bàn chụp to đại với cá nơi nóng mình tì pet mùi nụ đานนี้คือเชียร์กรุ๊ปแป๊บประจำการในขนมมันตีแปดรอดมุ้ยได้กอดปรับไปดังถ่าค่ายดำบงได้กอดบานโจแต่เถื่อกาเปียกันดาค่ายกอดบานเถื่อในเวนปรักโจดอค่ายบรรทบกอดเตยพะโดเวนเตยเวนโรเซียหายกอดพลาพะโดเตยดอเวนยุบบรรทายเตียนจังเตยคือพะโดเตยพะโดมาเตยจีเรื่อยจมวยนังกรุ๊ปแป๊ดริมจะบ้องก็โดยจีเซอร์เป้าแต่บอกกอดพองได้นางไงกางงี้กรุ๊ปแป๊ดดังแสบไปคือไอ้ได้เถื่อยึงจะให้ท่าลำบากจึงเกมมันคือการผลักดันเวนนั่งไงในครูดันนี้จำจะบ้าฐานเนื้อเป็ดได้โจทย์การเนื้อมันตีแปดลุทำไมยุบดำบงได้กอดโจยิ้มกอดเตยแต่เฟิร์นเนื้อบรรทุบสังครูบรรตอนตายมาดองยุบนู้ประมาณเจียเปียกันได้ยุบเพลดาวโจตะขนงบรรทุบสังครูบรรตอนกอดมีอารมณ์โดยเฉียมมีนนาเกมันเนี้ยตามสำลังเมื่อกอดปีบังอุ้ยกันเจาะกรอยบรรทุบสังครูนูอันจังคือเกสำลังเมื่อกอดมวยสันตูเฮยตายในไปได้กอดเงียรกเมื่อด้วยชีมันมีนมันดูในกระบายนูเตกอดเจตมีนอารมณ์ได้ด้วยชีมีนมันดูสำลังเมื่อกอดนั่นก็คือมวยสันตูเฮยถ้วยกอดมีอารมณ์ท่าตันตั้งเหม็นแต้ในขนมกาเฟือกาเวนยุบมวยนูในไปนูกอดเฟือกาบันดากัดซองไซบันดาเงียมือนี้เงียมือนูบันดาจังเตยผู้เจตมีอารมณ์ท่าหนาเกมือตายเราอดเคยสอบอารมณ์ดอตันตั้งนูกันแต่ทงนเตยហើយម្យ៉ាងទៀតនៅខាងក្រោយនោះគឺជាកន្លែងដែលចតឡានសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យផងដែរដាននេះឧស្សាហ៍ងាកទៅមើលបង្អួចនោះជាញឹកញយតែគាត់មិនហ៊ានងាកមើលទៅចំទេទាំងយើងទាំងគេគឺដៀងមើលតាមកន្ទុយភ្នែកតែប៉ុណ្ណោះតែមើលលើកណាក៏មិនដែលឃើញមនុស្សណាឈរនៅក្បែរនោះដែរលុះរំលងដល់ម៉ោង1អាត្រៀតអារម្មណ៍ដែលគាត់គិតថាមានមនុស្សឈរមើលសម្លឹងមកគាត់នោះបានប្រកាសមកយ៉ាងច្បាស់នៅនឹងផ្នែកគាត់តែម្ដងគឺគាត់បានក្រឡេកទៅលើកនេះបានឃើញមែនគាត់បានឃើញបរិមម្នាក់អាយុប្រមាណជាង40ទៅ50ឆ្នាំឈរថ្មឹងនៅពីក្រោយកញ្ចក់កៅភ្នែកសម្លឹងមកគាត់ដោយផ្លឹកតែក្នុងកសែភ្នែកបែបធម្មតាទេគ្រាន់តែមើលធម្មតាអញ្ចឹងទៅ
តែពេលនោះគាត់មិនដឹងជាត្រូវអ្វីសង្កត់ទេគាត់ក៏បានផ្លឹកមើលទៅបរិសុទ្ធនោះដូចគ្នាគឺមើលចំកែភ្នែកបរិសុទ្ធចំណាស់នោះតែម្ដងសំណាងល្អដែរមួយសន្ទុះក្រោយមកមានអ្នកគ្រូពេទ្យម្នាក់ដើរចូលទៅក្នុងបន្ទប់នោះគាត់ជាគ្រូពេទ្យនៅវេនយាមជាមួយគ្នាបានតេស្តស្មាបងឯងកើតអីនឹងសម្លឹងមើលណាគេនៅពេលនោះដានីដូចជាភ្ញាក់ព្រឺតមានសតិឡើងមកវិញហើយក៏ងាកប្រាប់ទៅអ្នកគ្រូពេទ្យម្នាក់ទៀតថាមិញមានមនុស្សសម្លឹងមើលបងពីក្រោយកញ្ចក់នោះនៅម្ដុំកន្លែងចតឡានសង្គ្រោះបន្ទាន់នោះអូនឯងមើលឃើញអត់នៅពេលដែលអ្នកគ្រូពេទ្យនោះបានឮដានីនិយាយដូច្នេះក៏ក្រឡេកងាកទៅតំបន់ដែលដានីចង្អុលប្រាប់មួយសន្ទុះគាត់ក៏ផ្លឹកដូចគ្នារួចក៏គាត់រត់ចេញទៅក្រៅបន្ទប់នឹងតែម្ដងដោយមិននិយាយស្ដីអីទាំងអស់អ្នកគ្រូពេទ្យដានីក៏រត់ទៅតាមហើយក៏សួរថាហើយហត់ទៅណាប៉ុន្តែអ្នកគ្រូពេទ្យនោះមិនបានតបអ្វីទាំងអស់ហើយក៏បានខ្សឹបប្រាប់អ្នកគ្រូដានីថាបងទៅធ្វើការបន្តទៀតសិនទៅចាំស្អែកចាំយើងនិយាយគ្នាព្រឹកឡើងដល់ពេលវេលាដែលបដូរវេនហ្នឹងណាអ្នកគ្រូពេទ្យដានីក៏ព្យាយាមទៅជួបអ្នកគ្រូពេទ្យនោះដែរប៉ុន្តែអត់បានឃើញអ្នកគ្រូពេទ្យនោះទេធម្មតាយើងយាមយំអញ្ចឹងស្អែកឡើងយើងសម្រាប់ឯងបាទចុះយាមឯងបាទគឺគាត់អត់បានឃើញអ្នកគ្រូពេទ្យហ្នឹងតែម្ដងគាត់ក៏អត់បានចាប់អារម្មណ៍ដែរក៏ត្រឡប់ទៅគេងវិញធម្មតាអញ្ចឹងទៅព្រោះនឿយហត់ពេញមួយយប់ទៅហើយពេលនោះអ្នកគ្រូដានីព្យាយាមរកអ្នកគ្រូនឹងដែរប៉ុន្តែអត់ឃើញអីសោះក៏ទៅជួបជាមួយនឹងអ្នកបោសសម្អាតនៅក្នុងមន្ទីរពេទ្យហ្នឹងគាត់ប្រាប់ថាអ្នកគ្រូពេទ្យម្នាក់ទៀតហ្នឹងប្រាប់ថាចាំពេលដែលថ្ងៃស្អែកដែលជួបគ្នាចាំគាត់និយាយឲ្យស្ដាប់ឥឡូវនេះគាត់សុំទៅផ្ទះមុននៅពេលនោះអ្នកគ្រូដានីក៏ប្រាប់ថាអូខេគាត់ងក់ក្បាលគាត់ថាចាំស្អែកក៏បានដែរបន្ទាប់មកគាត់ក៏ត្រឡប់ទៅផ្ទះវិញទៅចាប់តាំងពីពេលនោះមកអ្នកគ្រូដានីអត់បានចាប់អារម្មណ៍អ្វីឡើយទៅដល់ផ្ទះគេងងូតទឹកធម្មតាអញ្ចឹងទៅលុះដល់ពេលយប់ត្រូវចូលវេនអ្នកគ្រូដានីក៏បានសួរទៅអ្នកគ្រូពេទ្យវ័យក្មេងដែលយាមយប់ជាមួយគ្នានឹងអ្នកគ្រូពេទ្យនោះក៏បានប្រាប់ពីរឿងរ៉ាវដែលអ្នកគ្រូដានីមិនបានត្រៀមចិត្តទេគាត់បានប្រាប់ថាបងឯងដឹងអត់ណាក៏ដោយឲ្យតែទៅតែផ្លាស់ប្ដូរចូលមកវេនយាមពេលយប់សុទ្ធតែបានជួបតាចាស់នោះដូចបងអញ្ចឹងដានីសួរថាតាចាស់អីជួបអីគេអ្នកគ្រូពេទ្យនោះក៏តទៀតថាគ្រប់គ្រូពេទ្យទាំងអស់សឹងតែគ្រប់គ្នាដែលទៅតែផ្លាស់ប្ដូរចូលមកវេនយាមពេលយប់គឺត្រូវតែបានជួបអ៊ំចាស់ម្នាក់នោះហើយគ្រប់គ្នាតែងតែមានអារម្មណ៍ត្រូវតែឈរសម្លឹងមើលគាត់ដោយផ្លឹកដូចគ្នាតែម្ដងហើយបងដឹងអត់ថាអ៊ំចាស់ម្នាក់នោះគាត់មិនមែនជាមនុស្សទេគាត់ស្លាប់យូរហើយបងគាត់ស្លាប់នៅក្បែរដើមពោនៅកណ្ដាលពេទ្យហ្នឹងតែដានីគាត់ប្រាប់ថាដើមពោណាមិនក៏គាត់មិនដែរដឹងគាត់ប្រាប់ថាឲ្យស្ដាប់គាត់បន្តទៀតសិនសង្ស័យតែគេកាប់ចោលផងមកទៅបាទជាក់ស្ដែងនៅពេលដែលគាត់ទៅតែចូលយាមដំបងក៏បានឃើញដូចដានីដែររហូតដល់ធ្វើឲ្យគាត់នឹងខ្លាចសឹងតែលាឈប់តែម្ដងតែពេលហ្នឹងក៏អត់ដឹងតាត្រូវបន្តទៅធ្វើការនៅណាទេក៏បង្ខំចិត្តធ្វើការបន្តអញ្ចឹងទៅពេលដំបងអ្នកគ្រូពេទ្យហ្នឹងឃើញសឹងតែរាល់យប់គឺមានមនុស្សប្រុសចាស់ឈរនៅពីក្រោយកញ្ចក់សម្លឹងមកគាត់ហើយពេលខ្លះអ៊ំប្រុសម្នាក់ហ្នឹងស្ទើរតែឈរនៅក្បែរគៀកកញ្ចក់ហ្នឹងតែម្ដងមិនមែនឈរពីចម្ងាយទេគឺក្បែរកញ្ចក់ហ្នឹងតែម្ដងវាមើលទៅគួរឲ្យខ្លាចយើងសឹងតែភ័យលុះប្រឡឹងតែម្ដងប៉ុន្តែដល់ពេលយូរទៅគាត់ទៅជាសាមណាព្រោះអីគេគ្រាន់តែបង្ហាញមុខបង្ហាញខ្លួនឲ្យឃើញប៉ុន្តែអត់បានធ្វើអីទេអញ្ចឹងគាត់តែងតែបែបន់ក្នុងចិត្តថាសូមកុំមកធ្វើបាបកូនចៅអីខ្ញុំគ្រាន់តែមកធ្វើការទេអញ្ចឹងទៅហើយក៏សុខសប្បាយតាំងពីពេលហ្នឹងកន្លងមកក្រោយមកទៀតក៏មិនដែរជួបទៀតដែរតាំងពីគាត់បន់អញ្ចឹងមកណានិយាយដល់ចំណុចនេះគាត់ក៏បានបន្តទៀតថានឹកដល់អារម្មណ៍ដែលធ្លាប់ជួបពីមុនមកគឺគាត់ខ្លាចខ្លាំងមែនតែម្ដងគាត់បាននាំគ្នាអង្គុយនិយាយលេងជាមួយនឹងក្រុមការងារដទៃគឺបានជួបដូចគ្នាហើយគាត់ខានឃើញអ៊ំប្រុសម្នាក់ហ្នឹងយូរទៅតែដានីប្រាប់ជប់ហ្នឹងតេស្តស្មាឲ្យឃើញហ្នឹងគាត់ងាកទៅឃើញម្ដងទៀតវាប្រៀបដូចជាដាស់អារម្មណ៍ឲ្យគាត់ត្រឡប់ទៅអតីតកាលដែលគាត់ធ្លាប់ឃើញអ៊ំប្រុសម្នាក់ហ្នឹងអញ្ចឹងពេលខ្លះអ៊ំហ្នឹងគាត់មករកតែអ្នកថ្មីអីចឹងឬក៏អ្នកថ្មីដែរដូចជានិយាយពីដំបូងចឹងរិស័យដាក់រិស័យអីចឹងទៅហ្នឹងហើយគាត់ក៏បានសួរទៅដានីថាចុះបងឯងខ្លាចអត់បងដានីប្រាប់ថាអត់ខ្លាចមួយម៉ាត់ទៅគាត់ឡើងញ័រអស់ហើយនេះឥឡូវពងស្ដាប់ហ្នឹងគឺគាត់អត់ដែរដឹងថាខ្លួនឯងត្រូវមកជួបរឿងរ៉ាវទាំងអស់ហ្នឹងទេគាត់ផ្លាស់ប្ដូរមកធ្វើការទីនេះគឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍ដើម្បីបានការងារធ្វើដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិតក៏អត់បានតាំងចិត្តមកជួបរឿងរ៉ាវទាំងអស់ហ្នឹងទេអានេះរបស់ free ហ្នឹងហើយអាហ្នឹងគឺដូចជា free ឲ្យគាត់លើហើយ
ចឹងណាហ្នឹងហើយដូច្នេះទេគាត់ចង់ដឹងត្រឹមតែរឿងធម្មតាទៅបានហើយលោកអើយក៏អត់ចង់មានតាក់ទងជាមួយអ្នកស្លាប់បែបហ្នឹងទេហើយម្យ៉ាងទៀតក៏អត់ដែរមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយនឹងវិញ្ញាណអីហ្នឹងដែរហេតុអីបានត្រូវមកឲ្យគាត់ឃើញបែបហ្នឹងពីមុនមកក៏អត់ដែរឃើញទេពេលហ្នឹងគឺគាត់ក៏អត់បានចាប់អារម្មណ៍ទៅធ្វើបន់ឲ្យគេបងស្គរឲ្យគេអីចឹងដែរហើយក៏មិនបាននឹករលឹកក្នុងចិត្តដូចអ្នកគ្រូពេទ្យនោះនិយាយដែរអ្នកគ្រូពេទ្យនោះតាមពិតទៅគាត់គិតដែរថាប្រហែលជាអ៊ំហ្នឹងទៅចាប់ជាតិបាត់ហើយព្រោះអីតាំងពីគាត់បន់អញ្ចឹងហើយលែងឃើញតាហ្នឹងរហូតតែម្ដងគាត់មកភ្ញាក់ផ្អើលតាមក្រោយនេះតាស្រួលលែងឃើញតែគាត់ហ្នឹងនៅពេលនោះអ្នកគ្រូពេទ្យនោះក៏បានបន្តទៀតថាបងដានីនៅក្រោយបន្ទប់ដែលរំលងពីកន្លែងចតឡានបន្តិចទៅហ្នឹងណាគឺធ្លាប់មានដើមពោមួយដើមដ៏ធំនេះតែនៅពេលនេះគឺគេកាត់ចោលអស់ហើយព្រោះធ្លាប់មានអ៊ំប្រុសម្នាក់បរិសុទ្ធចំណាស់កើតជំងឺបាក់ទឹកចិត្តកិច្ចចេញពីបន្ទប់ពេទ្យហើយរួចក៏សម្រេចចិត្តទៅចង់កស្លាប់នៅក្រោមដើមឈើនោះដៃហោងតែម្ដងអត់មានសាច់ញាតិទេអត់មានអីមកមើលទេព្រោះគាត់តូចចិត្តអត់មានសាច់ញាតិមកមើលនឹងឯងហេតុការណ៍នេះបានធ្វើឲ្យគ្រូពេទ្យជាច្រើនអ្នកចាំគ្មានថ្ងៃភ្លេចទេបងជាពិសេសអ៊ំចាស់ដែលធ្វើការជាមួយយើងនរណាក៏បានដឹងរឿងនេះដែរហើយបើជាអ្នកគ្រូពេទ្យចាស់វិញមិនត្រឹមតែចងចាំទេបានជួបគ្រប់គ្នាតែម្ដងបងចំណែកឯវិញ្ញាណដែលបងដានីនិងអ្នកគ្រូពេទ្យដទៃទៀតបានឃើញខ្ញុំគិតថាអាចជាអ៊ំប្រុសម្នាក់នោះហើយដែលគាត់មិនព្រមទៅណាហើយគាត់នៅត្រង់ហ្នឹងយូរឆ្នាំមកហើយឮហើយដានីមានអារម្មណ៍ថាខ្លាចព្រោះគាត់បានឃើញច្បាស់ណាស់ថាមនុស្សប្រុសដែលឈរនៅទីនោះគឺខ្ទង់អាយុប្រហែល40ទៅ50ឆ្នាំដោយដែលអ្នកគ្រូពេទ្យនោះនិយាយមែនលោកដានីរៀបរាប់ប្រាប់ពីរូបរាងមុខមាត់កម្ពស់សពគ្រប់បែបយ៉ាងដែលគាត់បានជួបហ្នឹងដំណឹងហ្នឹងក៏បានសាយភាយពីពេញមន្ទីរពេទ្យម្ដងទៀតជារឿងរ៉ាវដែលស្ងប់ស្ងាត់ទៅហើយហ្នឹងទៅបែកធ្លាយសាយភាយពេញមន្ទីរពេទ្យធ្វើឲ្យគ្រប់គ្នាខ្លាចពេញមន្ទីរពេទ្យសារដើមឡើងមកវិញមួយថ្ងៃមានមនុស្សមកកេះសួរគាត់រហូតថាហើយជួបមែនអត់ហូររៀងមិនដែរគេដើម្បីមកបញ្ជាក់ដានីក៏បានរៀបរាប់ប្រាប់ទៅតាមអ្វីដែលគាត់បានឃើញអញ្ចឹងទៅហើយម្នាក់ក៏ចាប់ផ្ដើមភ័យព្រឺរំគ្រប់គ្នាត្រឡប់មកវិញបបពិសោធន៍លើកនេះបានធ្វើឲ្យដានីខ្លាចណាស់ព្រោះលងគាត់តាំងពីចូលធ្វើការខែដំបូងតែម្ដងលុះធ្វើការយូរទៅក៏មានហេតុការណ៍ហើយនឹងរឿងរ៉ាវកាន់តែធ្ងន់ទៅបន្តិចម្ដងឲ្យដានីបានជួបមិនមែនធូរស្រាលដូចគេណាមានម្ដងនោះនៅក្នុងអំឡុងឆ្នាំ2016មានករណីធ្ងន់ធ្ងរជាច្រើនបានចូលមកក្នុងមន្ទីរពេទ្យមិនថាជាគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមនុស្សស្លាប់មនុស្សខ្លះក៏ឈឺស្លាប់មនុស្សខ្លះត្រូវបានគេចាក់សម្លាប់ពោលគឺសម្បូរករណីស្លាប់ជារៀងរាល់ថ្ងៃនៅក្នុងមន្ទីរពេទ្យដែលដានីកាន់តែម្ដងរហូតដល់ចុងខែតុលាឆ្នាំ2016ដានីបានចាំច្បាស់មែនទែនមានថ្ងៃមួយមានតាយាយមួយគូត្រូវបានឡានបុកនៅពេលនោះឡានសង្គ្រោះក៏បានដឹកគាត់មកដល់មន្ទីរពេទ្យចៃដន្យអីមកដល់មន្ទីរពេទ្យទៅហើយហ្នឹងទៅគេដឹងថាលោកតាគឺបានស្លាប់នៅក្នុងរថយន្តសង្គ្រោះនៅតាមផ្លូវបាត់ទៅហើយនៅសល់តែយាយទេណោះអញ្ចឹងគ្រូពេទ្យក៏ព្យាយាមជួយសង្គ្រោះយាយហ្នឹងឲ្យអស់ពីសមត្ថភាពប៉ុន្តែជួយយ៉ាងណាក៏ដោយក៏លោកយាយហ្នឹងក៏បាត់បង់ជីវិតទៅតាមក្រោយដែរអ្វីដែលចងចាំអត់ផ្លេចហ្នឹងគឺនៅពេលដែលគេដាក់ពួកគាត់ចុះពីលើឡានហ្នឹងមុននឹងពេលដែលយកលោកយាយទៅសង្គ្រោះគឺលោកយាយហ្នឹងកាន់ដៃជាមួយតានឹងជាប់វាឃើញឲ្យគេ inspiration ជាមួយនឹងក្តីស្រឡាញ់តាយាយពីរនាក់ហ្នឹងហេតុការណ៍នេះធ្វើឲ្យដានីស្រេចចិត្តខ្លាំងណាស់ព្រោះគាត់មិនដែលឃើញមនុស្សស្លាប់នៅចំពោះមុខគាត់ទេចូលធ្វើការដបូងហ្នឹងហើយនៅពេលនោះដានីគាត់អង្គុយយំខ្លាំងមែនតើអាណិតតាយាយទាំងពីរអ្នកនោះយំរហូតដល់ធ្វើឲ្យគាត់មានអារម្មណ៍ថា depression ណាសោកសៅខ្ញុំធ្លាប់មានអារម្មណ៍នឹងអ្នកទាំងអស់គ្នាពេលដែលខ្ញុំទៅធ្វើការយាមនៅមន្ទីរពេទ្យកុមារធម្មតាបើសិនជាមនុស្សស្លាប់នៅមន្ទីរពេទ្យយើងអាចធ្វើចិត្តបានណាប៉ុន្តែទីរោគដែលពេលដែលកើតមកគាត់ souffrance fertile អីចឹងណាអញ្ចឹងយើងខំប្រឹងព្យាយាមជួយក្មេងហ្នឹងហើយយើងសង្ឃឹមថាក្មេងហ្នឹងនឹងរស់រានមានជីវិតអាចបន្តបើកភ្នែកមើលពិភពលោកបានអញ្ចឹងទៅថ្ងៃទី1ថ្ងៃទី2គាត់អត់អីគាត់សើចញញឹមលេងមួយយើងធម្មតាស្រាប់ថ្ងៃទី3គាត់ទៅហើយចំវេនដែលយើងយាមហើយយកបានដឹងឯងព្រោះអីពេលហ្នឹងគឺគាត់ធម្មតាពូក normal ជីបចរ normal អីទាំងអស់ស្រាប់ភ្ញាក់ឡើងអ្នកគ្រូអាសានទៅណាបាត់ហើយអ្នកគ្រូពេទ្យដែលយាមហ្នឹងគាត់ប្រាប់ថាទៅបាត់ហើយអូនទៅតាំងម៉ោង4ម៉ោង3យើងនៅឃើញវាទៅយើងចូលទៅគេងម៉ោង4ប្រាប់ទៅហើយម៉ោង6យើងទៅសួរប្រាប់ថាទៅបាត់ហើយយើង depression យើងសោកសៅខ្លាំងមែនតើយើងអត់ចង់ទៅមន្ទីរពេទ្យតទៀតទេសឹងសុំគេឈប់មួយអាទិត្យដោយសារតែវាជាប់ដាននៅអារម្មណ៍ហើយយើងស្រឡាញ់វាខ្លាំងពេកអញ្ចឹងណាអញ្ចឹងអ្នកគ្រូពេទ្យដានីគឺមានអារម្មណ៍ដូចគ្នាគឺគាត់សោកសៅគាត់ depression ដោយសារតែឃើញតាយាយពីរនាក់គាត់ស្រឡាញ់គ្នាខ្លាំងពេកហើយស្លាប់ទៅជាមួយគ្នានឹងឯងអញ្ចឹងណាទន្ទឹមនឹងនោះក៏មានអ្នកគ្រូពេទ្យរៀមច្បងម្នាក់បានស្ដីឲ្យដានីថាធ្វើការពេទ្យបើជួបរឿងបែបនេះទទួលយកមិនបានណាហើយឈប់ធ្វើការឬក្រោកក្រេតអញ្ចឹងវាជារឿងប៉ិតតាមប៉ិតទៅ
តែគ្រាន់តែជាសម្ដីនឹងពិបាកទទួលយកបន្តិចនៅពេលនោះដានីស្លុតចិត្តហើយនឹងបាក់ទឹកចិត្តខ្លាំងមែនតែនក្រោយឮពាក្យសម្ដីហ្នឹងព្រោះមិននឹកស្មានថាបងស្រីពេទ្យម្នាក់នោះហ៊ាននិយាយដាក់គាត់បែបហ្នឹងសោះយ៉ាងណាក៏ជាពេទ្យដូចគ្នាដែរអញ្ចឹងណាតែនោះគឺជាការពិតព្រោះថាជាគ្រូពេទ្យនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តែងតែជួបរឿងរ៉ាវទាំងអស់នេះហើយជាពិសេសអ្នកជំងឺធ្ងន់ត្រូវស្លាប់នៅនឹងមុខហ្នឹងគឺជាអត់ផុតទេគិតរួចដានីក៏តាំងចិត្តធ្វើការតស៊ូបន្តហើយនឹងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងថាវាគឺជារឿងធម្មតាទេបន្តិចទៀតនឹងលែងអីពេលតាំងស្មារតីបានដានីក៏តែងតែញាប់ដៃញាប់ជើងជួយសង្គ្រោះមនុស្សទោះបីជាពេលខ្លះជួបមនុស្សមានគ្រោះថ្នាក់ដាច់កដៃដាច់ជើងក៏ដោយគឺគាត់លែងញញើតរហូតដល់យប់មួយគាត់បានចាំថាបន្ទប់សង្គ្រោះបន្ទាន់នោះគឺស្ងាត់មែនតែនម៉ោង3ទៀបភ្លឺទៅហើយអត់មានអ្នកជំងឺចូលសោះហ្នឹងហើយដានីក៏គិតថាជាឱកាសហើយបើអត់មានអ្នកជំងឺចូលផងគាត់ក៏ស្វែងរកកន្លែងគួរសមដើម្បីគេងសម្រាកបន្តិចទៅគាត់ក៏ចូលទៅដល់គ្រែដែលនៅខាងក្នុងគេបង្អស់ព្រោះស្ងាត់ល្អមិនសូវមានមនុស្សចេញចូលហើយបើមានករណីបន្ទាន់អីគេនឹងយកគ្រែនៅខាងមុខសិនដើម្បីទៅដាក់រុញអ្នកជំងឺអញ្ចឹងគ្រែនោះនឹងមិនប៉ះពាល់ដល់ការងារនោះទេមកដល់គ្រែភ្លាមគាត់ក៏បានបើកវាំងននហើយតម្រេតខ្លួនលក់នៅលើគ្រែនោះតែម្ដងគ្រែធម្មតាវាមានវាំងននបាំងអញ្ចឹងណាប្រមាណជាង1ម៉ោងក្រោយមកគាត់មានអារម្មណ៍ថារងាពេលនោះគាត់ក៏បានយកដៃអោបខ្លួនតែក៏ជ្រុលដៃទៅប៉ះនឹងគ្រែដែលធ្វើឲ្យគាត់ភ្ញាក់លុះដឹងខ្លួនបើកភ្នែកមកគាត់ភ្ញាក់ឲ្យព្រឺតព្រោះគាត់បានឃើញបរិសចាស់ម្នាក់ពាក់អាវសស្លៀកខោកីឡាអង្គុយអោបដៃនៅលើកៅអីនៅចុងគ្រែរបស់គាត់អង្គុយនៅចុងជើងរបស់គាត់តែម្ដងហើយភ្នែករបស់គេគឺសម្លឹងមើលគាត់ចឹងអត់ប្រព្រឹត្តភ្នែកនោះទេដានីក៏ថាបុរសម្នាក់នឹងប្រហែលជាអ្នកជំងឺអីប៉ុន្តែហេតុអ្វីគ្មាននរណាគេមកដាស់គាត់សោះហើយហេតុអ្វីបានជាមកអង្គុយនៅចុងជើងគាត់បែបហ្នឹងហើយសម្លឹងមើលមកគាត់គួរឲ្យខ្លាចខ្លាំងមែនទែនដានីឆ្ងល់ណាស់តែបុរសម្នាក់នោះអត់បាននិយាយអ្វីទេដានីក៏ប្រញាប់សួរថាសុំទោសមហុកអីបុរសម្នាក់នោះអត់បានឆ្លើយតបទេក៏ដើរចេញទៅបាត់ទៅដានីឆ្ងល់ណាស់ក៏ប្រញាប់ចុះពីលើគ្រែហើយក៏សម្លឹងរកមើលឆ្វេងស្ដាំអីចឹងទៅតែអត់ឃើញនរណាគេសោះតែម្ដងគាត់ក៏រត់ទៅក្រៅបន្ទប់វិញហើយឃើញបងបូរ៉ាដែលជាសិស្សច្បងរួមម៉ោងយាមជាមួយគ្នាហ្នឹងអង្គុយសម្រាកនៅមុខបន្ទប់មានអ្នកខ្លះទៀតក៏គេងនៅលើតុអីចឹងទៅបាទអ្នកយាមគេងលើតុគេងលើកៅអីអីចឹងទៅអត់មានក្រែគេងទេសំទោគាត់ក៏សម្លឹងមើលនៅជុំវិញនោះរកបរោះដែលគាត់បានឃើញនៅចុងជើងអំបាញ់មិញហ្នឹងគាត់ក៏ដើរមើលនៅក្នុងបន្ទប់ម្ដងទៀតក្រែងលោគាត់ហ្នឹងនៅកន្លែងណាតែរកយ៉ាងណាក៏អត់ឃើញរកនៅក្នុងបន្ទប់ក៏គ្មានអ្នកជំងឺដែរគាត់ក៏បានសួរទៅបូរ៉ាថាបងមិញមានអ្នកជំងឺចូលមកមែនបូរ៉ាក៏តបវិញថាអ្នកជំងឺឯណាអូនអត់ទេថ្ងៃហ្នឹងគឺស្ងាត់ជ្រាបអូនឯងមើលស្ងាត់មែនតែម្ដងនៅពេលនោះដានីក៏រារែកក្នុងចិត្តសួរខ្លួនឯងថាគួរត្រឡប់ទៅគេងវិញឬក៏បន្តបើកភ្នែកអញ្ចឹងគាត់ក៏សម្រេចចិត្តថាអត់គេងទេទៅអង្គុយមុខកុំព្យូទ័រចុចនេះចុចនោះចឹងទៅរហូតដល់ភ្លឺត្រឡប់ទៅផ្ទះគេងវិញល្អជាងព្រឹកឡើងគាត់ក៏ទៅសួរអ្នកគ្រូពេទ្យដែលចូលវេនយាមជាមួយគ្នាថាអូនយប់មិញមានអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទេអ្នកគ្រូពេទ្យនោះក៏បានឆ្លើយតបដោយបុរាណចឹងថាអត់មានទេយប់មិញស្ងាត់ល្អណាស់បងដានីក៏ប្រាប់ទៅថាតែគាត់បានឃើញបរិសម្នាក់ពាក់អាវសអង្គុយបែរខ្នងដាក់គាត់យប់មិញហ្នឹងស្ដាប់ហើយអ្នកគ្រូពេទ្យនោះក៏បះរោមគ្រប់គ្នាតែម្ដងនៅជុំវិញខ្លួនគាត់អ្នកគ្រូពេទ្យនៅក្បែរនោះម្នាក់បាននិយាយប្រាប់ទៅដានីថាបងឆ្ងល់ឯងមិនក៏ហ៊ានទៅគេងនៅក្នុងបន្ទប់នោះអញ្ចឹងបន្ទប់នោះណានាក៏ដឹងដែរហើយគ្មានណានាគេទៅគេងនៅក្នុងបន្ទប់នោះទេបងឯងអត់ដឹងទេមិនថាអ្នកឈឺមិនថាអ្នកស្លាប់ទេតែងតែកើតមាននៅក្នុងកន្លែង ICU ហ្នឹងហើយបន្ទប់ហ្នឹងគឺខែហ្នឹងណានាក៏ធ្លាប់គេងស្លាប់នៅហ្នឹងដែរហើយគ្រប់គ្រូពេទ្យទាំងអស់គ្រប់គ្នាតែម្ដងតែងតែជួបព្រលឹងវិញ្ញាណនៅក្នុងបន្ទប់ហ្នឹងគ្រប់គ្នាទៅទោះបីជាបន្ទប់នោះទំនេរមានក្រែទំនេរក៏ដោយក៏គ្មានគ្រូពេទ្យណាហ៊ានទៅគេងនៅលើក្រែទាំងអស់នោះដែរនឹងឯងជាហេតុផលដែលដានីឃើញរៀមច្បងនាំគ្នាគេងនៅក្រៅទាំងអស់ទោះបីជាអ្នកខ្លះគេងនៅលើកៅអីក៏ដោយទាំងដែលមានក្រែត្រឹមត្រូវគេងតែពួកគាត់អត់ទៅគេងនោះទេដានីផ្លឹកហើយក៏វីក្បាលក៏អត់ដែរដឹងរឿងនឹងសោះដានីតបដោយស្លុតចិត្តថាខ្ញុំទៅតែចូលវេនយាមនេះមិនយូរប៉ុន្មានទេខ្ញុំអត់ដឹងថាកន្លែងណាគួរគេងកន្លែងណាមិនគួរគេងទេហើយខ្ញុំអត់ដែរត្រៀមខ្លួនថាត្រូវមកជួបរឿងរ៉ាវទាំងអស់ហ្នឹងទេរឿងនេះក៏បានសាយភាយម្ដងទៀតពេញមន្ទីរពេទ្យទៀតថាអាដានីជួបនេះអាដានីជួបនោះអញ្ចឹងទៅបើអាមួយហ្នឹងវាទៅតែដេកលើខែខ្មោចដេកលើខែសង្គ្រោះបន្ទាន់ហ្នឹងរហូតរបៀបយីអូនគាត់ដាក់ហ្មងអញ្ចឹងហើយទីបំផុត
រៀមច្បងនៅទីនោះក៏បានប្រាប់ថាតោះដល់ពេលលេអនឡាញគួរតែទៅធ្វើបុណ្យស្រោចទឹកស្រោចអីចេញម្ដងហើយអត់កើតទេអូនបាទដាននេះក៏បានទៅធ្វើបុណ្យតាមពាក្យរៀមច្បងប្រាប់មែនដោយអារម្មណ៍រំពឹងថានឹងលែងជួបរឿងរ៉ាវអាក្រក់បែបហ្នឹងកើតឡើងជាបន្តទៀតមានអីកាន់តែធ្វើបុណ្យគេកាន់តែមកសុំបុណ្យពីគាត់កាន់តែច្រើនឡើងមានណាគឺច្បាស់ឡើងហើយលើកនេះមកទាំងថ្ងៃមកទាំងយប់មិនមែនជប់តែយប់ដូចមុនទេដោយសារតែគាត់ធ្វើបុណ្យអញ្ចឹងសម្បូរបនចែកគាត់ក៏ប្រាប់ថាបដ ாய் តាមនឹងទៅមិនដឹងធ្វើមិនទេព្រោះបុណ្យក៏ធ្វើហើយនៅតែជួបទៀតចូលដល់ឆ្នាំទី3ដែលគាត់បានធ្វើការនៅពេទ្យនោះគាត់មានអ្នកគ្រូពេទ្យរៀមច្បងម្នាក់បានស្លាប់ដោយសារគាំងបេះដូងរំលងមិនបានមួយខែផងថ្ងៃមួយដានីបានមកគេងសម្រាកនៅក្នុងបន្ទប់ចាស់ដែលគេដាក់សម្ភារៈផ្សេងដើម្បីយកទៅប្រើប្រាស់ដើម្បីយកទៅសង្គ្រោះអ្នកជំងឺភ្លាមនៅក្នុងនោះមានអីគេសរោប្រដាប់ឆក់បេះដូងប្រដាប់បោះស្ទង់ជីបចោអីជាដើមដាក់ក្នុងបន្ទប់ហ្នឹងនិយាយរួមបន្ទប់ស្តុកសម្ភារៈបន្ទាន់មួយសន្ទុះក្រោយមកដានីក៏ភ្ញាក់ព្រមមានអ្នកគ្រូពេទ្យម្នាក់ដើរបើកទ្វារចូលមកយកឧបករណ៍ឆក់បេះដូងតែនៅក្នុងបន្ទប់នោះវារៀងងងឹតទើបដានីមើលមិនឃើញទេថាអ្នកគ្រូពេទ្យនឹងជានរណាគេគាត់ចេះឆ្ងល់ថាណាគេហ្នឹងលុះយករួចក៏ចេញទៅក្រៅវិញអ្នកគ្រូពេទ្យនោះក៏បានងាកមកញញឹមដាក់ដានីហើយនិយាយយឺតថាបងមកយកឧបករណ៍ទៅឆក់បេះដូងអ្នកជំងឺអីទេគេងវិញទៅតែប៉ុណ្្នឹងទេហើយញញឹមស្របពេលនោះមានអ្នកគ្រូពេទ្យម្នាក់ទៀតរត់ចូលមកទាំងបញ្ញាមកយកឧបករណ៍ឆក់បេះដូងទៅដែរពីរនេះអត់ផ្សេងគ្នាដានីក៏បញ្ញាខត់សួរថាឈប់មុននឹងមានអ្នកមកយកអីតាហើយយកប្រដាប់ទៅណាទៀតហើយអ្នកគ្រូពេទ្យនោះក៏ឆ្លើយតបទៅវិញថាអត់ទេខ្ញុំទៅតែមកយកតាហើយឡានបញ្ញាចេញទៅខ្ញុំទៅឯណាពេលនោះដានីស្ទុះងើបឡើងហើយរៀបរាប់ប្រាប់ថាគាត់បានឃើញគ្រូពេទ្យម្នាក់ហត់មកយកមែនណាឮហើយគ្រូពេទ្យម្នាក់ទៀតក៏បាននិយាយថាអត់ទេខ្ញុំមកតែឯងទេបងឯងឃើញរូបភាពបែបមិនដែរពេលហ្នឹងគឺទៅ reflect រូបភាពដែលគាត់បានឃើញគ្រូពេទ្យហ្នឹងម្ដងទៀតទើបគាត់នឹកឃើញស្នាមញញឹមពេលដែលគ្រូពេទ្យហ្នឹងប្រាប់ថាបងមកយកប្រដាប់ឆក់បេះដូងអត់អីទេអនឡាញគេងទៅវិញទៅហើយក៏ញញឹមដាក់គាត់ហ្នឹងអាស្នាមញញឹមចុងក្រោយហ្នឹងទើបធ្វើឲ្យគាត់នឹកឃើញថានឹងគឺជារៀមច្បងដែលទើបតែស្លាប់ដោយសារគាំងបេះដូងមួយខែមុនហ្នឹងគឺគាត់ព្រឺរោមខ្លាំងមែនតែម្ដងហើយគាត់បានទះស្មាគ្រូពេទ្យម្នាក់ទៀតដែលរត់មកយកហ្នឹងថាបងបានឃើញបងហ្នឹងបងបានឃើញបងហ្នឹងឮតែបែបហ្នឹងបាសរោមធ្លីដល់អ្នកគ្រូពេទ្យដែលមកយកប្រដាប់ឆក់បេះដូងហ្នឹងបងបាញ់និយាយខ្ញុំរត់ទៅខ្ញុំលេងស្ដាប់ហើយឡានពងចាំខ្ញុំអញ្ចឹងទៅវ៉ាវអញ្ចឹងស្អែកឡើងមានអីកាត់ឡើងទូរឿងរ៉ាវខ្មោចលងអ្នកគ្រូដានីមកតង់ទៀត3ដងឯណាមានអ្នកខ្លះជឿអ្នកខ្លះទៀតក៏មិនជឿតែនៅពេលនោះដានីពិតជាខ្លាចខ្លាំងមែនតែនមិនស្មានថាបានជួបច្បាស់ទាំងថ្ងៃទាំងយប់បែបនេះទេហើយក៏មិននឹកស្មានថាធ្វើបន់កាន់តែច្រើនជួបកាន់តែច្រើនដែរមកដល់ហេតុការណ៍ចុងក្រោយដែលដានីបានជួបគឺនៅពេលដែលគាត់ចូលដល់ឆ្នាំទី6ជារឿងដែលគាត់ចងចាំមិនភ្លេចព្រោះអីជាហេតុការណ៍ដែលតក់ស្លុតខ្លាំងជាងគេពេលនោះគឺជាពេលយប់ដែលគាត់ប្រចាំការនៅបន្ទប់សង្គ្រោះបន្ទាន់មានអ្នកជំងឺម្នាក់ចូលមកនៅម៉ោង3ភ្លឺប៉ុន្តែអាការៈរៀងប្រសើររហូតដល់ម៉ោង5ព្រឹកគេក៏បានចេញទៅនៅពេលនោះដានីគិតថាបន្តិចទៀតភ្លឺទៅហើយអញ្ចឹងគាត់ក៏សម្រេចចិត្តថាទៅតម្រេតខ្លួនបន្តិចរហូតដល់ម៉ោង6អីចាំគាត់ត្រឡប់ទៅផ្ទះវិញហ្នឹងហើយអញ្ចឹងគេង1ម៉ោងនៅពេលនោះគាត់ក៏សម្រេចចិត្តទៅគេងនៅក្នុងបន្ទប់ដាក់គ្រែទៀតហើយប៉ុន្តែលើកហ្នឹងក៏អត់ទៅគេងអាគ្រែដែលនៅកន្លែងស្ងាត់ទេគាត់គេងគ្រែទី3ហ្នឹងហើយរៀងនៅក្បែរមនុស្សបន្តិចនៅជាប់បង្អួចនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តែម្ដងលើកនេះបើទោះបីជាមាននរណាគេមកធ្វើបាបគាត់អីក៏មានមនុស្សនៅក្បែរហ្នឹងដែរដានីបានដាក់ម៉ោងរោលនៅម៉ោង6ព្រឹកហើយគាត់ក៏បានបិទភ្នែកទៅនៅពេលដែលម៉ោង5:30នាទីប៉ុន្តែគេងលក់មិនទាន់បានស្កប់ផងគាត់មានអារម្មណ៍ថាដកដង្ហើមលេងរួចថប់ណែនទ្រូងយ៉ាងខ្លាំងគាត់ក៏បានបើកភ្នែកនៅក្នុងបន្ទប់ដែលមានសភាពងងឹតឆឹងទាំងដែលរដងបន្ទប់នេះគឺមិនដែលបិទភ្លើងឡើយបន្ទប់អត់ដែលបិទភ្លើងអត់ដែលបិទភ្លើងទេ ICU មានដែលបិទភ្លើងមកពីណាគាត់បើកភ្នែកមកវិញឃើញបន្ទប់នោះបិទភ្លើងងងឹតឆឹងដៃជើងគាត់កម្រើកលេងកើតបានត្រឹមតែបើកភ្នែកងាកមើលជុំវិញខ្លួននៅពេលនោះគាត់ដឹងច្បាស់ណាស់ថាគាត់ដូចជាត្រូវខ្មោចសង្កត់គាត់ព្យាយាមសូត្រមន្តកាន់តែយូរទៅអារម្មណ៍កាន់តែធ្ងន់ឡើងកាន់តែសូត្រកាន់តែធ្ងន់កាន់តែសូត្រកាន់តែធ្ងន់នៅពេលនោះគាត់ព្យាយាមបិទភ្នែកបើកភ្នែកបានច្រើនដងគាត់ក៏បានឃើញថាពិតជាខ្មោចសង្កត់គាត់មែនប៉ុន្តែមិនមែន1មិនមែន2ទេរហូតដល់4នាក់កំពុងតែសង្កត់នៅលើទ្រូងគាត់យើងសាកសម័យមើលថាគាត់តែយកដៃសង្កត់លើទ្រូងមនុស្សម្នាក់គឺយើងពិបាកដកដង្ហើមទៅហើយប៉ុន្តែមិនអានេះគឺរបៀបខ្មោចដូចជាមនុស្ស4នាក់សង្កត់ពីលើទ្រូងរបស់គាត់តែគាត់មានអារម្មណ៍ធ្ងន់បែបណាលើកនេះគឺគាត់លែងសូត្រថយព្រោះឲ្យកាន់តែសូត្រកាន់តែធ្ងន់លើកនឹងសម្រេចចិត្តហើយគឺជេរតែម្ដងពេលខ្លះខ្មោចតស៊ីធေါ်ក្តៅខ្លះគាត់ជេរហ្មងពួកហែងមកសង្កត់យើងយូរដល់ពេលណាយើងនឹងដាក់ទំនាស់ឲ្យពួកហែងមិនបានទៅកាត់ចាប់ជាតិឡើយគ្រាន់តែជេរបែបនេះភ្លាមអារម្មណ៍ថប់ហ្នឹងក៏ចាប់ផ្ដើមស្បើយបន្តិចម្ដងហើយភ្លើងនៅក្នុងបន្ទប់ហ្នឹងក៏ចាប់ផ្ដើមភ្លឺម្ដងតិចឡើងមកវិញហាក់បីដូចជាមានមនុស្សទៅបើកភ្លើងអញ្ចឹងដានីបានទាញទូរស័ព្ទមកមើល
គឺនៅពេលនោះម៉ោងទៅតែ5 និង 15 នាទីតែប៉ុណ្ណោះគាត់គេងលក់នៅម៉ោង5 និង 10 នាទីនេះទៅតែរំលងបាន5 នាទីតែអារម្មណ៍របស់គាត់ដែលត្រូវបានខ្មោចសង្កត់នឹងហាក់បីដូចជា1 ម៉ោងអញ្ចឹងព្រោះវាធ្ងន់ខ្លាំងពេកក្រោយមកគាត់ក៏បានងើបក្រោកចុះពីលើគ្រែទាំងបែកញើសជោគក្បាលព្រោះឃើញមានគ្រូពេទ្យប្រចាំនានាបានចូលវេនបន្តបណ្ដើរហើយដានីបានយករឿងនេះទៅប្រាប់គ្រូផ្សេងនិងបូរ៉ាតាមទម្លាប់ឲ្យតែជួបខ្មោចទៅប្រាប់រហូតដល់គេសង្កត់ថាគាត់សម័យអញ្ចឹងណាហ្នឹងហើយបូរ៉ាក៏បានបន្តថាហើយអត់រៀងចាលទៀតលើកមុនទៅកេងក្រែនោះជួបម្ដងហើយលើកនេះមកកេងក្រែនេះហើយនៅក្នុងបន្ទប់ដដែលហ៊ានអញ្ចឹងហើយបានជួបច្រើននឹងឯងអញ្ចឹងណាតាមពិតទៅដានីគាត់ថាលើកនេះប្រហែលជាមិនអីទេព្រោះគាត់មិនបានទៅកេងក្រែជ្រៅឯណាគាត់កេងក្រែត្រឹមតែក្រែទី3ដែលមានមនុស្សឮសូរសំឡេងមនុស្សនិយាយគ្នាហ្នឹងមានដឹងថាទៅជួបបែបហ្នឹងម្ដងទៀតឯណាបន្តក្រោយមកបច្ចុប្បន្នមន្ទីរពេទ្យហ្នឹងក៏នៅតែបើកដំណើរការធម្មតាហើយដានីមែនតើទៅគឺគាត់នៅតែបន្តធ្វើការប្រចាំការនៅមន្ទីរពេទ្យហ្នឹងអញ្ចឹងគ្រាន់តែគាត់បានផ្លាស់ប្ដូរពីកន្លែងធ្វើការហ្នឹងព្រោះជួបច្រើនពេកមកនៅបន្ទប់សម្រាប់កូនម្ដងហើយគាត់ក៏ជួយមកធ្វើការនៅបន្ទប់សង្គ្រោះបន្ទាន់ម្ដងម្កាលដែរនៅពេលដែលគ្រូពេទ្យប្រចាំការនៅទីនោះពេលខ្លះក៏ឈប់សម្រាកពេលខ្លះក៏ឈឺហើយពេលខ្លះក៏ដាក់ពាក្យឈប់អញ្ចឹងទៅហ្នឹងហើយទាំងអស់នឹងឯងគឺជាបទពិសោធន៍ដែលដានីបានជួបផ្ទាល់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមួយនោះអាចនិយាយបានថាវាគឺជារឿងពិតដែលគួរឲ្យខ្លាចពីមុំរបស់អ្នកគ្រូពេទ្យម្នាក់ដែលភាគច្រើនរឿងរ៉ាវទាំងអស់នេះតែងតែលេចឮពីអ្នកជំងឺតែប៉ុណ្ណោះម្យ៉ាងអ្នកទាំងអស់គ្នាដែលបានគេងសម្រាកនៅមន្ទីរពេទ្យពេលខ្លះក៏អត់បានជួបពេលខ្លះក៏យើងអត់ដឹងដែរថាក្រែពេទ្យដែលយើងកំពុងតែគេងហ្នឹងមានអ្វីកើតឡើងនៅលើក្រែមួយនោះណោះបើតាមអបិយជំនឿមែនតែនទៅក្រែណាក៏មានអ្នកស្លាប់ដែរតែបើសិនជាយើងនិយាយពី physics បើយើងនិយាយពីតថភាពក្នុងសង្គមវិញការពិតទៅជួនកាលជា imagination របស់មនុស្សម្នាក់ហើយជួនកាលបើយើងគិតរឿងនឹងច្រើនខ្លាំងពេកវាធ្វើឲ្យប៉ះពាល់ទៅដល់ moral វាធ្វើឲ្យប៉ះពាល់ទៅដល់គេហៅថាច្បាប់ទម្លាប់ក្នុងការព្យាបាលអ្នកជំងឺវាធ្វើឲ្យញ៉ៃចង់និយាយចឹងណាព្រោះអីគេខ្លាចតែខ្មោចអញ្ចឹងឈឺលេងហ៊ានទៅពេទ្យពេទ្យអាឡែតែខ្លាចខ្មោចហ្នឹងគ្មានបានព្យាបាលអីទេទៅគ្រូពេទ្យយាមជាទូទៅបងប្អូនឃើញហើយមើលទៅដូចវេទនាខ្លាំងណាគេងនៅលើកៅអីគេងនៅលើតុធ្វើការអីចឹងទៅតែការពិតទៅខែសម្រាប់គ្រូពេទ្យខ្វះព្រោះយើងយកខែដាក់អ្នកជំងឺពេលខ្លះអញ្ចឹងណាហើយពេលខ្លះយើងក៏ខ្ជិលឡើងទៅគេងនៅខែបន្ទប់យាមរបស់គ្រូពេទ្យក៏មានដែរប៉ុន្តែពេលដែលមានហេតុការណ៍អីកើតឡើងភ្លាមទៅហត់ហរគ្នានៅណាអញ្ចឹងពិបាកអញ្ចឹងទេមានតែគេងជុំគ្នានៅបន្ទប់ធ្វើការតែម្ដងទៅស្រួលហើយនៅក្នុងបន្ទប់ធ្វើការមានខែគេងមកពីណាមានតែកៅអីនឹងឯងអញ្ចឹងគេងបែបហ្នឹងទៅហ្នឹងហើយបាទអញ្ចឹងទេអេពីសូតនេះក៏ចប់ត្រឹមប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការតាមដានហើយចាំជួបគ្នានៅអេពីសូតក្រោយៗទៀត